បាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមមកបន្តការសិក្សាអំពីការថែទាំនៃជំងឺដែលមានទឹកដក់ក្នុងស្រោមបេះដូងឬក៏ភាសាអង់គ្លេសយើងហៅថាកញ្ចក់តំបូណាតដូច្នេះខ្ញុំសូមរំលឹកពីវគ្គមុនបន្តិចគឺថានៅពេលដែលយើងនិយាយអំពីកញ្ចក់តំបូណាតគឺយើងសំដៅទៅលើទឹកដក់ក្នុងស្រោមបេះដូងអញ្ចឹងយើងមានបេះដូងយើងមួយនេះបេះដូងគេខ្ជូតអញ្ចឹងណាអូខេយើងមានបេះដូងហើយយើងមានស្រោមបេះដូងយើងមានស្រោមបេះដូងពួតពីខាងក្រៅបេះដូងហ្នឹងជាធម្មតាវាមានទុនវាមានសារធាតុរាវនៅក្នុងនឹងទីចឹងទៅដើម្បីអីគេដើម្បីជួយការពារនៅពេលដែលបេះដូងកន្ត្រាក់ហ្នឹងវាមិនត្រូវបានកកិតណាជាមួយនឹងផ្នែកខាងក្រៅដូចជាទ្រូងឬក៏អីជាដើមអញ្ចឹងនៅពេលណាមួយពេលមួយដែលមានបញ្ហាណាមួយកើតឡើងទៅលើស្រោមបេះដូងដូចជាការបង្ករោគមានការវះកាត់ឬក៏មានការគ្រោះថ្នាក់ injury អីផ្សេងជាដើមវាធ្វើឲ្យមានឈាមវាធ្វើឲ្យមានខ្ទូឬក៏វាធ្វើឲ្យមានទឹកនៅក្នុងនឹងកើនឡើងអញ្ចឹងនៅពេលដែលទឹកនៅក្នុងនឹងកើនឡើងវានឹងធ្វើឲ្យនេះសកត់បេះដូងនេះវាលែងទៅជាសម្បាច់រួចទេវាទៅជាកប៉េតវាទៅជាកប៉ិតអស់ណាហើយក្នុងហ្នឹងងាយសិតតែឈាមវិញទៅសិតតែឈាមសិតតែទឹកហ្នឹងទៅអញ្ចឹងណាចឹងអ្នកទាំងអស់គ្នាអាចសម័យមើលបានថានៅពេលដែលមានទឹកដក់ក្នុងស្រោមបេះដូងអញ្ចឹងវាធ្វើឲ្យបេះដូងរបស់យើងច្បាច់លែងបាននៅពេលដែលច្បាច់លែងបានតើវានឹងមានរឿងអីកើតឡើងអញ្ចឹងគេមាន key assessment 3សំខាន់គេហៅថា back trade ដែលយើងបន្តពីមុនណា back trade back trade back trade ហ្នឹងគឺមានរឿង3សំខាន់ណាមានរឿង3សំខាន់ទី1គេហៅថា hypotension hypotension គឺចុះសម្ពាធឈាមណា hypotension ចុះសម្ពាធឈាមហេតុអីបានជាពេលនឹងចុះសម្ពាធឈាមអ្នកទាំងអស់គ្នាសាកគិតមើលនៅពេលដែលយើងគិតទៅលើសម្ពាធឈាមគឺសំដៅទៅលើអីគេនៅពេលដែលមានឈាមរត់ចូលទៅក្នុងសរសៃឈាមណានៅពេលដែលមានឈាមមកអានេះគេហៅថាឈាម blood ឈាមរត់មកក្នុងសរសៃឈាមណាហើយអាឈាមហ្នឹងវាបុកជាមួយនឹងអញ្ចាំងសរសៃឈាមទៅវាបង្កើតបានជាសម្ពាធឈាមវាបុកមួយអញ្ចឹងសរសៃឈាមវាបង្កើតបានជាសម្ពាធឈាមអញ្ចឹងណាអញ្ចឹងនៅពេលដែលមានកញ្ចក់តំបូណាតមានន័យថាបេះដូងរបស់យើងនេះមិនអាចច្បាច់ឈាមចេញបានច្រើនត្រូវបានកាត់បន្ថយឈាមដែលចេញពីបេះដូងត្រូវបានកាត់បន្ថយនៅពេលដែលឈាមចេញពីបេះដូងត្រូវបានកាត់បន្ថយនោះហើយដែលធ្វើឲ្យយើងមាន hypotension អញ្ចឹងណាតែមកទៀតមាន jugular venous distension ណាទី2គឺ jugular venous distension jugular venous distension ណា jugular venous distension មានន័យថាឡើងប៉ោងសរសៃឈាមនឹងកឡើងប៉ោងសរសៃឈាមនឹងកដោយសារអីគេណាឡើងប៉ោងសរសៃឈាមនឹងកដោយសារតែនៅពេលដែលយើងគិតថានៅពេលដែលឈាមនេះចេញពីបេះដូងអត់កើតនេះទី1ណាយើងគិតថាឈាមចេញពីបេះដូងអត់កើតទៅបានកាត់បន្ថយហើយចុះឈាមដែលចូលក្នុងបេះដូងវិញនេះតើចូលរួចអត់ជាធម្មតានៅពេលដែលយើងគិតទៅលើឈាមដែលចូលបេះដូងណាគឺយើងគិតទៅលើចូលកន្លែងនេះចូលទៅណាចូលកន្លែងអីគេ right atrium ណាចូលកន្លែង right atrium ចូលកន្លែងright ventricle អញ្ចឹងណាតែនៅពេលដែលវាចេញអត់រួចហើយវាច្បាច់អត់កើតទៀតអញ្ចឹងធ្វើឲ្យឈាមនឹងវាចាល់មកទៅចាំមកកាន់ jugular vein នេះ jugular vein គឺ vein នៅកហេតុអីបាន vein នៅកវាឡើងប៉ោងដោយសារតែនៅកន្លែងហ្នឹងវាស្តើងយើងមើលឃើញអញ្ចឹងណាវាស្តើងវាមើលឃើញហើយវានៅចិត្តបេះដូងទៀតអញ្ចឹងហើយបានជាធ្វើឲ្យសរសៃឈាម vein នៅកហ្នឹងឡើងប៉ោងអញ្ចឹងណាតែមកទៀតយើងមើលទៅលើចំណុចចុងក្រោយគឺគេហៅថា muffled heart sound muffled heart sound នេះយើងស្ដាប់ទៅលើបេះដូងវិញណាយើងស្ដាប់ទៅលើបេះដូងវិញគេហៅ muffled heart sound អញ្ចឹងជាធម្មតានៅពេលដែលយើងស្ដាប់បេះដូងយើងណាយើងលឺសូរលឹបឌឹបអញ្ចឹងទៅប៉ុន្តែនៅពេលដែល muffled heart sound វាបេះដូងរបស់យើងវាលោតក្នុងទឹកហ្វុបជាងអ្នកទាំងអស់គ្នាអាចចូលទៅក្នុង YouTube ដើម្បីស្ដាប់មើលទៅតាម muffled heart sound ហ្នឹងវាមានលក្ខណៈបែបណាអញ្ចឹងសរុបមកវិញថានៅពេលដែលមានកញ្ចក់តំបូណាតគឺ back track នេះគឺជាអ្វីដែលគេគិតដែលគេពិចារណាថាអ្នកជំងឺគឺអាចនឹងមានកញ្ចក់តំបូណាតនៅពេលដែលគាត់មានសញ្ញាទាំង3នេះកើតឡើងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាយើងនឹងជួបគ្នាបន្តទៀតទៅជាមួយនឹង nursing process nursing energy យើងជួបគ្នាវីដេអូនេះប៉ុណ្ណឹងអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដាន